តុនសាយនិងខ្លាឃ្មុំមានមេខ្លាឃ្មុំមួយស្ពីស្មៅមួយស្បោងដើរចេញពីក្នុងព្រៃពេលនោះសេះដើរមកឃើញក៏សួរថាសួស្ដីបងខ្លាឃ្មុំបងអញ្ជើញទៅណានឹងសួស្ដីប្អូនសេះខ្ញុំដើររកអ្នកចេះមើលកូនឲ្យខ្ញុំនៅពេលដែលខ្ញុំចេញទៅរកចំណីឆ្ងាយពីផ្ទះបងមានអ្វីឲ្យគេខ្ញុំមានស្មៅមួយស្បោងនៅលើខ្នងខ្ញុំនេះឲ្យខ្ញុំមកខ្ញុំមើលកូនឲ្យឯងចេះលួងលោមច្រៀងបំពេវាទេចេះចាំស្ដាប់ណាហេហេហេអូសូមអធិស្ឋានចុះឯងច្រៀងមិនពីរោះទេថាឲ្យមេខ្លាឃ្មុំដើរផ្សងព្រេងទៅមុខទៀតវាជួបនឹងគោសួរថាសួស្ដីបងខ្លាឃ្មុំបងអញ្ជើញទៅណានឹងសួស្ដីប្អូនគោខ្ញុំដើររកអ្នកចេះមើលកូនឲ្យខ្ញុំបងមានអ្វីឲ្យគេស្មៅមួយស្បោងនៅលើខ្នងខ្ញុំនេះឲ្យខ្ញុំមកខ្ញុំមើលកូនឲ្យឯងចេះលួងលោមច្រៀងបំពេវាទេចេះអ្នកណាមិនល្បីថាខ្ញុំចេះច្រៀងពីរោះចាំស្ដាប់ណាម៉ូបានហើយខ្លាឃ្មុំយកដៃចុកត្រចៀករួចបន្តដំណើរទៅមុខទៀតមេខ្លាឃ្មុំដើរបានបន្តិចក៏ជួបនឹងទន្សាយសួរថាសួស្ដីបងខ្លាឃ្មុំបងអញ្ជើញទៅណាហ្នឹងសួស្ដីប្អូនតុលាយខ្ញុំដើររកអ្នកចេះមើលកូនឲ្យខ្ញុំបងមានអ្វីឲ្យគេស្មៅមួយស្បោងនៅលើខ្នងខ្ញុំនេះឲ្យខ្ញុំមកខ្ញុំសន្យាថាមើលកូនឲ្យបងបានឯងចេះមើលកូនខ្ញុំមែនទេចាគឺថានៅពេលបងចេញបាត់ខ្ញុំនិយាយលួងលោមកូនបងថានៅឲ្យស្ងៀមក្មួយម៉ែឯងចេញទៅរកចំណីបន្តិចទៀតគាត់ត្រឡប់មកដល់ណាកុំឆ្លោះគ្នាណាត្រូវចេះស្រឡាញ់គ្នារួមសាមគ្គីគ្នាអ្នកណាចេះជាងគេនឹងឲ្យនំទឹកឃ្មុំធំជាងគេកាលណាម្ដាយឯងត្រឡប់មកវិញឃើញឯងចេះគាត់នឹងលើកប្រអប់ថោបសរសើរឯងថាកូនសំឡាញ់កូនចេះណាស់មេខ្លាឃ្មុំស្ដាប់ហើយស្រែកសរសើរទន្សាយថាអ្នកចេះរបៀបនេះហើយដែលខ្ញុំដើរស្វែងរកមេខ្លាឃ្មុំក៏នាំទន្សាយទៅលំនៅប្រគល់កូនទាំង3ឲ្យរួចចេញទៅរកចំណីដោយកក់ក្ដៅក្នុងចិត្តទន្សាយនៅជាមួយកូនខ្លាឃ្មុំនិយាយថាមកក្មួយយើងនាំគ្នាចេញទៅលេងខាងក្រៅខ្ញុំនឹងបង្ហាត់ឯងរាល់គ្នាឲ្យចេះលោតដូចខ្ញុំទន្សាយនាំកូនខ្លាឃ្មុំលេងនៅមាត់អូតូចមួយវាប្រាប់ថាក្មួយចាំមើលខ្ញុំលោតណារួចចាំធ្វើតាមខ្ញុំ1 2ទន្សាយលោតផ្លោតឆ្លងអូរួចដោយស្រួលកូនខ្លាឃ្មុំបើកភ្នែកធំទះដៃព្រមគ្នាស្ងើយសរសើរទន្សាយដែលចេះលោតរហ័សដល់វិញពួកឯងម្ដងទន្សាយនិយាយហក់បងទី1លោតមុនប្រង1 2អ្នកណាលោតរួចនឹងបាននំទឹកឃ្មុំខាងធំកូនខ្លាឃ្មុំទី1លោតតាមទន្សាយផ្លោតតែធ្លាក់ទឹកប្រងនៅកណ្ដាលអូកូនខ្លាឃ្មុំទី2ធាត់ជាងគេលោតផ្លោតទៅធ្លាក់ភ្លៀងកក់ភក់ត្រឹមចង្កេះកូនខ្លាឃ្មុំទី3ទុំជាងគេលោតផ្លោតធ្លាក់ទឹកលិចដល់ចុងច្រមុះទាំង3អ្នកនាំគ្នាលេងទឹកភក់សើចប្រឡែងគ្នាយ៉ាងរីករាយបំផុតនាំគ្នាឡើងមកល្ងាចណាស់ហើយយើងត្រឡប់ទៅរួមវិញទន្សាយហៅអ្នកណាឡើងបានមុនគេនឹងបាននំទឹកភ្នំធំជាងគេហក់ប្រង1 2កូនខ្លាឃ្មុំប្រណាំងប្រជែងគ្នាឡើងគូដល់រូងទន្សាយរៀបម្ហូបអាហារឲ្យកូនខ្លាឃ្មុំហូបរួចឲ្យផឹកទឹកឃ្មុំក្នុងធុងម្ដងម្នាក់មួយលុះត្រាតែឆ្អែតរោមកូនខ្លាឃ្មុំតូតទឹកជោកដោយទឹកឃ្មុំស្អិតទឹកគាត់ទន្សាយក៏នាំទៅប្រមៀលលេងលើផេះចង្ក្រានរោមស្អិតត្រូវផេះរឹងបះឡើងជ្រងមើលទៅសត្វទាំង3ដូចកំប្រមាពេលនោះមេខ្លាឃ្មុំមកដល់ល្មម
វាបើកភ្នែកធំធំស្រែកផ្លត់សំឡេងសួរថាអូកូនសំឡាញ់អ្នកណានាំកូនឲ្យលេងភក់គឺមីងទុនសាយយើងកូនខ្លាឃ្នំទី1ឆ្លើយអ្នកណានាំកូនឲ្យចុះមួយទឹកក្នុងធុងទឹកឃ្នំគឺមីងទុនសាយយើងកូនខ្លាឃ្នំទី2ឆ្លើយមីងទុនសាយកំហួចចាំបន្តិចអញនឹងប្រមានឯងម្ដងមេខ្លាឃ្នំដើរទៅជិតយកដំបងមួយយ៉ាងធំបំរុងនឹងវាយទុនសាយតែទុនសាយលួចរូសព្រួយចូលព្រៃបាត់ចប់ពិនិត្យលើកិច្ចការប្រសើរជាងលើការនិយាយ